បើគ្រូជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានកុំព្យូទ័រ laptop ចំនួន2 model 2គ្រឿងបាទចែកជូនប្រិយមិត្តទាំងអស់គ្នាដើម្បីពេញចិត្តមួយណាយើងអាចជ្រើសរើសជាមួយណាបាទអញ្ចឹងសម្រាប់មួយគ្រឿងនេះបាទនេះបាទគឺជា Dell Latitude បាទ Dell Latitude នេះគឺ Latitude 748បាទ Latitude 748នេះគឺមាន CPU Core i7 ជំនាន់ទី7បាទជំនាន់ទី7បាទអញ្ចឹងសម្រាប់មួយគ្រាប់នេះគឺបើយើងនិយាយពី CPU ខ្ពស់បាទ RAM ជូនបងប្អូន 8GB និង SDM2 256GB បងប្អូនយើងធ្វើការប្រើប្រាស់ជាការងាររដ្ឋបាលការចលាយគឺល្អប្រើតែម្ដងដោយសារតែ CPU វាខ្ពស់បាទហើយមានប៊ូតុងភ្លើងទៀតហ្នឹងបងណាប៊ូតុងភ្លើងទៀតសម្រាប់ខ្ញុំជាអ្នកបង្រៀនកុំព្យូទ័រស្រាប់បងប្អូនណាគឺវាអត់ជាបញ្ហាទេគឺតម្លើងកម្មវិធីទៅតាមតម្រូវការបងប្អូនដែលត្រូវការប្រើប្រាស់រៀនហើយនៅជុំវិញនេះបាទគឺខ្ញុំនៅខាងឃុំក្រូចស្រុកព្រៃឈរខេត្តកំពង់ចាមអញ្ចឹងបងប្អូនដែលត្រូវការតម្រូវការតម្លើងកម្មវិធីផ្សេងគឺមកជួបខ្ញុំបានដើម្បីរៀបចំតម្លើងជូនបងប្អូនធ្វើការប្រើប្រាស់ឲ្យបានស្រួលបាទអញ្ចឹងដូចបងប្អូនបានឃើញនេះគឺដំណើរការតែម្ដង Windows 10នេះ Windows 10 license ពីក្រុមហ៊ុនហើយសម្រាប់មួយគ្រាប់នេះគឺថ្មក៏ល្អដែរបាទ speed ក៏ល្អដែរជំនួសជួយបងប្អូនយកធ្វើការប្រើប្រាស់បាទធានាតែម្ដងបាទអញ្ចឹងឯកសារទៅមកវាយការងាររដ្ឋបាលទូទៅគឺដើររលូន smooth តែម្ដងអញ្ចឹងណាបាទអញ្ចឹងបងប្អូនទិញមួយគ្រាប់នេះគឺមិនស្ដាយលុយទេយកធ្វើការប្រើប្រាស់គឺបានរលូនតែម្ដងបាទអញ្ចឹងនេះគឺមួយគ្រាប់បាទដែលមាន CPU Core i7 ចំនួនទី5បាទចំនួនទី7បាទហើយបងប្អូនមើលមួយគ្រាប់ទៀតបាទអញ្ចឹងសម្រាប់មួយគ្រាប់នេះផងដែរបាទនេះបាទគឺមួយគ្រាប់នេះគឺជានេះ10អានេះអាមួយនេះ14អិញអានេះគឺ13អិញ 13.3 អិញបាទអញ្ចឹងអេក្រង់គឺខុសគ្នាតិចតួចទេប៉ុន្តែអានេះគឺល្អច្រើនដោយសារតែ CPU វាចំនួនខ្ពស់ល្អច្រើនបាទតម្លៃខុសគ្នាដែរបាទតម្លៃខុសគ្នាដែរអានេះគឺយើងអាចនិយាយថាតម្លៃ300ស្ដើងតិចតួចបាទ300ស្ដើងតិចតួចហើយនេះគឺ300រៀងក្រាស់ដែរបាទដោយសារវា CPU Core i7 ចំនួនទី10អញ្ចឹង Core i7 ចំនួនទី10ស្ដើងប៉ុនសភៅបងណានេះដូចសភៅអញ្ចឹងយកមកកាន់ស្រាស្ងើចស្រួលយកទៅធ្វើការប្រើប្រាស់រដ្ឋបាលគឺដើររូតែម្ដងបងប្អូនណាហើយសម្រាប់នៅក្នុងនេះបាទគឺនិយាយពី RAM គឺ 8GB ហើយ ROM វាបាទ SDM2 512GB បងប្អូនយកធ្វើការប្រើប្រាស់ការងាររដ្ឋបាល design Photoshop ផ្សេងបាទគឺដើរប្រយតែម្ដងហើយសូមជម្រាបពុកម៉ែផងដែរថាបងប្អូនទិញកុំព្យូទ័រពីកន្លែងអ្នកលក់វាជាទូទៅគេតម្លើងកម្មវិធីឲ្យគ្រប់បែបយ៉ាងទាំងអស់ដូចគ្នាខ្ញុំបានក៏តម្លើងជូនបងប្អូនដែរប៉ុន្តែបងប្អូនតម្លើងតាមតម្រូវការបងប្អូនប្រើតម្រូវការអីខ្លះបងប្អូនប្រាប់មកគឺខ្ញុំធ្លាប់តម្លើងដើម្បីប្រើការងារខ្លួនឯងអញ្ចឹងខ្ញុំដឹងថានៅក្នុងកុំព្យូទ័រមួយត្រូវមានកម្មវិធីអីខ្លះដើម្បីងាយស្រួលក្នុងការគ្រប់គ្រងតបាការងារផ្សេងអញ្ចឹងណាបងប្អូនយកទៅពិភាក្សាជាមួយជាងគាត់ដឹងតម្លើងតាមបងប្អូនប៉ុន្តែនៅក្នុងករណីប្រើប្រាស់គឺគាត់អត់ដឹងច្រើនទេគាត់ដឹងតែទៅតម្លើងចូលជូនបងប្អូនប្រើតែដល់ពេលយកធ្វើការផ្សេងជាក់ស្ដែងគឺបងប្អូនប្រហែលជាអាចមានការលំបាកអញ្ចឹងបងប្អូនមកជាវកុំព្យូទ័រនេះបាទកុំព្យូទ័រនេះខ្ញុំជម្រាបជូនបងប្អូនផងដែរថាវាមិនមែនជាកុំព្យូទ័រថ្មីទេគឺជាកុំព្យូទ័រមកទឹកបាទកុំព្យូទ័រមកទឹកពីអាមេរិកពីបរទេសធានាគុណភាពជូនបងប្អូនតែម្ដងហើយយើងធ្វើការប្រើប្រាស់រលូនបាទដោយសារ CPU យើងគឺខ្ពស់បងប្អូនយកមកតម្លើង Windows 10 Windows 11បាទអាប់ដេតដល់ណាក៏វាដំណើរការបានដែរដោយសារតែ CPU វាដល់ Core i7 បាទហើយបាទអញ្ចឹងសម្រាប់ពីរគ្រាប់នេះបងប្អូនឆ្លាញ់មួយណាអាចតាក់ទងតាមលេខទូរស័ព្ទបាទឬក៏ឆាតបាទឆាតចូលក៏បានបងប្អូនអាចតាក់ទងតាម Telegram 010 66 10 86បានបាទអរគុណច្រើនជម្រាបលា